សូមសកុំរីរាយពុកម៉ែបងប្អូនបាទប្រិមិត្តអរគ្នាសូមមកកាន់ Channel ម្រាមញូរបស់ខ្ញុំបាទនឹងធ្វើការលេចយកនៅព័ត៌មានដែលមានចំណងជើងថាសមគ្នាណាស់ក្រោយម្ដាយប្រាប់ឲ្យយកប្រពន្ធជើងបង្ហាញមុខនារីស្រស់ស្អាតម្នាក់ឲ្យបញ្ជាក់ថាបាទពុកម៉ែបងប្អូនប្រិមិត្តអរគ្នាបាទសូមចុចសៀងម្នាក់មួយ Subscribe ពេជៀវនិងរូបកណ្ដឹងដើម្បីទទួលបាននៅព័ត៌មានបាទថ្មីជាបន្តទៀតប្រចាំថ្ងៃសូមរីរាយសន្តាប់ជាមួយខ្ញុំបាទដូចតទៅនេះគេសង្កេតឃើញថាតារាចម្រៀងលោកសុកមេសាហៅនេះជើមកាន់តែមានភាពជោគជ័យខ្លាំងដោយការពីប៉ុន្មានខែមុនបានទិញផ្ទះនិងសំទោសទិញផ្ទះមិនទាន់បានប៉ុន្មានផងក៏ទិញឡានសេរីទំនើបមួយគ្រឿងទៀតកាលពីនេះថែមទាំងធ្វើផ្លូវឲ្យអ្នកភូមិរបស់ខ្លួនស្ថិតក្នុងឃុំមហារិស័យស្រុកគងពិសីខេត្តកំពង់ស្ពឺទៀតផងក្រៅពីនេះជើមត្រូវបានគេដឹងថាជាមនុស្សកតញ្ញូដោយកន្លងមកកំឡុងពេលបង្ហាញវត្តមានចូលរួមក្នុងកម្មវិធីមួយតារាចម្រៀងមានដើមកំណើតមកពីខេត្តកំពង់ស្ពឺរូបនេះបានលើកយកពីជីវិតតស៊ូដ៏ជូរចត់មួយចំនួនដែលខំប្រឹងដើរច្រៀងដើម្បីបំពេញបំណងជូនដល់អ្នកមានគុណឪពុកម្ដាយនិងបងស្រីរបស់ខ្លួនស្ទើររកពេលសម្រាប់គ្មានរហូតធ្វើឲ្យមហាជនសម្ដែងការអាណិតហើយសរសើរទឹកចិត្តជាកូនកតញ្ញូគ្រប់គ្នានិយាយពីរឿងស្នេហាវិញអ្នកណាមិនល្បីនេះជើមជាបរិសុទ្ធសម្បូរស្នេហ៍មានសង្សារច្រើនហើយសុទ្ធតែស្រីស្អាតនោះទោះយ៉ាងណាលោកបញ្ជាក់រួចមកហើយថាមនុស្សប្រុសមានសង្សារច្រើនមិនប្រកាសថាសាវ៉ាទេតែគ្រាន់ថាយើងស្វែងរកមនុស្សស្រីដែលរស់នៅជាមួយយើងបានអាចយកទៅជាគូអនាគតយើងស្វែងរកមនុស្សល្អអ្នកណាក៏ចង់បានមនុស្សល្អដែរប្រពន្ធសំខាន់ណាស់អ្វីដែលចាប់អារម្មណ៍ទៀតនោះស្រាប់ពេលកំពុងល្បីរឿងនេះជើមសម្បូរស្នេហ៍នោះស្រាប់តែពេលនេះលោកប្រាប់ថានៅរយៈពេល2ឆ្នាំទៀតម្ដាយរបស់លោកឲ្យយកប្រពន្ធហើយបង្ហោះភ្ជាប់ជាមួយរូបថត2នាក់ម្ដាយរបស់ខ្លួនកាលពីថ្ងៃទី6ខែធ្នូនេះជើមបានពោលពាក្យថាអ្នកម្ដាយខ្ញុំគាត់និយាយប្រាប់ថា2ឆ្នាំទៀតឲ្យខ្ញុំយកប្រពន្ធហើយបងប្អូនក្រោយពីបានការបញ្ជាក់បែបនេះស្រាប់តែនៅថ្ងៃទី7ខែធ្នូឆ្នាំ2022នេះជើមបង្ហោះរូបថតដ៏ស្រស់ស្អាតជាមួយនារីម្នាក់ដែលមើលទៅសមគ្នាដល់ហើយប្រាប់ថាដំណឹងល្អឆាប់នេះហើយបានត្រៀមតែលុយចងដៃទៅបងប្អូនទាំងអស់គ្នាបាទពុកម៉ែបងប្អូនប្រិមិត្តអស់គ្នាបាទគឺតាក់ទងជាមួយតារាចម្រៀងនេះជើមបានបង្ហោះសារបាទដោយម្ដាយរបស់ខ្លួនបានឲ្យយកប្រពន្ធហើយបាទនៅ2ឆ្នាំទៀតបាទហើយក៏បានបង្ហោះរូបបាទជាមួយនារីដ៏ស្រស់សោភីម្នាក់ដែលគេកំពុងតែមានការបាទជជែកវែកញែកគ្នានោះបាទចុងបញ្ចប់នៃព័ត៌មាននេះរកកំហុសបាទខុសឆ្គងទាំងឡាយណាឬក៏មានពាក្យលើលុកខ្វះខាតចំណុចណាមួយនៃការអានព័ត៌មានទាំងស្រុងនោះបាទក៏សូមមេត្តាខន្តីនិងអភ័យទោសផងបាទក៏សូមអរគុណនិងសូមជម្រាបលាបាទ